នៅលើ Word បើសិនបើយើងចង់ធ្វើការបញ្ចូលរូបឬក៏ logo ឬក៏អក្សរឲ្យនៅប្រើនៅខាងក្រោយស្លាកការងារឬខាងក្រោយកិច្ចការរបស់យើងដែលគេហៅថា watermark តើយើងធ្វើយ៉ាងម៉េចតោះអញ្ចឹងយើងបញ្ចូលរូបអញ្ចឹងបើកាលណាយើងចូលធ្វើការបញ្ចូលរូបឬក៏ search តាម Google ឬតាមទីតាំងផ្សេងៗទៅដាក់ក្នុង Word តាមម្ដងទៅសំខាន់បើសិនបងប្អូនមាន internet បន្តទៀតយើងចូលទៅកាន់ insert picture យើងយក online picture សម្រាប់ online កន្លែងនេះបងប្អូនធ្វើការវាយ search រកប្រភេទរូបដែលយើងចង់បានក្នុងប្រអប់ search នេះអញ្ចឹងខ្ញុំដាក់ថាក្រសួងអប់រំយើងចង់បានអីបងប្អូនវាយ search តាមការគួរណាតាមការគួរយើងដាក់ថែម logo តិចមកព្រោះយើងចង់បានប្រភេទរូបឬ logo ណាចុច enter កន្លែងនេះមាន tick ចុច tick មួយមកយើងគេតែយើងអត់ដាក់ tick វាអត់ចេញមកទាំងអស់ចេញមកវាយចង់បានទេបន្តទៀតយើងស្វែងរករូបណាដែលយើងចង់បានរូបមានច្រើន logo នេះក៏មានយើងយកនេះក៏មានណាចឹងយករូបនេះចុះចុចពីរដងកាលណាយើងបញ្ចូលបានអីទេកាលណាបញ្ចូលទៅ error ចេញខ្វាយបងប្អូនបញ្ចូលម្ដងទៀតចុច search ថាថ្មីណាអញ្ចឹងកន្លែងយើងចុចហើយយើងចូលនេះមួយយើងយកខាងលើសិនយើងឃើញថារូបយើងមានអីមាន background អូខេដើម្បី remove background បានលឿនខ្ញុំ recommend បងប្អូនប្រើកម្មវិធី Office version ខ្ពស់មកព្រោះ tool វាមានទាំងអស់វាមានពេញលេញអញ្ចឹងទៅ tool មួយចំនួនក្នុង Office 2019ចុះអីហ្នឹងគឺអញថាអត់មានឬក៏អត់ឃើញណាអញ្ចឹងកន្លែងនេះ tool remove វាមានចូលទៅកាន់ picture format color បងប្អូនយក set transparent ចុចលេមកហើយយើងយក mouse បិចអញ្ចឹងនេះបិចសកលតែចំពណ៌សចុចពឹបយើងឃើញថា remove បានលឿនណាអញ្ចឹងយើងទាញជ្រុងបន្តិចហើយកន្លែងនេះយើងត្រូវការដាក់រូបអីដាក់នឹងចំកណ្ដាលបងប្អូនមើលនេះប្លង់របស់ខ្ញុំទាញមកពីនេះឆ្វេងស្រាមគឺបន្តខៀវបន្តិចណាអាហ្នឹងគឺចំកណ្ដាលពីឆ្វេងស្រាមហើយប៉ុន្តែយើងអូចំកណ្ដាលលើក្រោមដាក់ម៉ៅធ្វើមិនក៏ដោយអូឃើញជាមួយពណ៌ខៀវនេះបាទណាយើងឃើញខៀវបន្តខ្វែងគឺថានៅប្លង់កណ្ដាលស្លាប់របស់យើងហើយបន្តទៀតរូបត្រូវការដាក់អីរៀនតិចជាស្រ័យរូបត្រូវការដាក់អីនៅក្រោយអញ្ចឹងបើបងប្អូនចុចទៅកាន់កន្លែងនេះយើងយក behind នេះបាទចុចនៅក្រោយប៉ុន្តែវាច្បាស់ពេកមិនអារម្មណ៍ថាអក្សរបតាអត់ទេអញ្ចឹងកន្លែងហ្នឹងយើងចុចទៅលើ picture format យើងយក transparency អញ្ចឹងសម្រាប់ដូចខ្ញុំបញ្ជាក់ចឹង Office version ទៀតគឺអត់មានកន្លែងហ្នឹងទេអញ្ចឹងយើងអាចដាក់ជាមកអញ្ចឹងបើសិនបើយើងចង់បានកម្រិតនៃ watermark ឬហៅថាជាមួយនឹង background នៅខាងក្រោយឲ្យបានច្បាស់បងប្អូនលេខតាមកន្លែងឥឡូវខ្ញុំដាក់ប៉ុណ្ណេះព្រោះ print ទៅក៏នៅឃើញយ៉ាងច្បាស់ដែរណាបើប៉ុណ្ណេះវាអាចនឹងអត់ឃើញឬក៏ប៉ុណ្ណេះវាបតាក់ពេញទៅអូខេខ្ញុំយកប៉ុណ្ណេះចុះចុចមួយមកអញ្ចឹងប៉ុណ្ណឹងយើងបានអីបានទៅលើរូបរបស់យើងធ្វើជា background សម្រាប់ការងារផ្សេងៗរបស់យើងបានណា